ចានេះខ្ញុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាខានចេញវីដេអូយូរហើយបងអូនថ្ងៃនេះចាដោយសារតានេះខ្ញុំជាអ្នកសម្រួលជំរុំណានហ្នឹងហើយចឹងឃើញថាយើងចិត្តចូលឆ្នាំហើយហ្នឹងហើយចឹងនេះខ្ញុំក៏នាំក្មេងៗដែលជាសិស្សរបស់អ្នកខ្ញុំហ្នឹងគាត់មកលេងចានាំពួកគាត់លេងល្បែងប្រជាប្រិយខ្មែររបស់យើងចាគឺមានលេងមុនដំបូងគាត់នាងខ្ញុំនាំគាត់លេងទៅដើមលឹកឈើបងអូនចាទៅដើមលឹកឈើហើយបន្ទាប់ពីគាត់ដឹងចាញ់ហើយឲ្យគាត់ចារាំជួសគ្នាហ្នឹងហើយសម្រាប់អ្នកដែលចាញ់គឺយើងឲ្យពួកគាត់នៅច្រៀងហ្នឹងហើយសម្រាប់ពួកគាត់ដែលឈ្នះនេះគឺគាត់នៅភ្នែរាំបដើទៅជួសហ្នឹងហើយអ្នកដែលចាញ់បដើអញ្ចឹងយើងជួសតិចតិចហ្នឹងហើយសម្រាប់ការលេងសប្បាយពួកគាត់មើលទៅគាត់មានទឹកមុខញញឹមប្រំប្រៃឲ្យសបាយហូកជ្រៀវមែនតេនបងអូនមែនចាដោយសារឆ្នាំនេះរៀងខ្សត់ខ្សោយថវិកាដែរបងអូនហើយអត់បានហើយក៏អត់បានត្រៀមខ្លួនដែរថ្ងៃនេះនឹកឃើញថាចេញពីធ្វើការមកនាំពួកគាត់លេងតិចតួចដែរប៉ុន្តែអត់មានជាដូចឆ្នាំតមិញទេឆ្នាំតមិញខ្ញុំមានជាបិទប៉ោងមានជាស្ករគ្រាប់តែលើកនេះអត់មានទេបងអូនគឺតេតែម្ដងប៉ុន្តែមើលទឹកមុខពួកគាត់គឺសប្បាយរីករាយទាំងអស់គ្នាតែម្ដងចាធ្វើត្បិតតែអត់មានជាស្ករគ្រាប់ឬក៏ជាវត្ថុលើកទឹកចិត្តមែនប៉ុន្តែសប្បាយហ៎បងអូនអើយមើលនេះនិយាយថាលោតម្នាក់វាលោតសប្បាយហ្មងចាមានអ្នកអេសចៃមានអីហើយប៉ុន្តែសប្បាយគ្រប់គ្នាតែម្ដងនិយាយថាបាក់ញើសណាហ្នឹងហើយបន្ទាប់ពីគូតូចមកយើងចាប់ដើមគូធំម្ដងហ្នឹងហើយធ្វើត្បិតតែគាត់ធំមែនចាក៏បានតែធំប៉ុន្តែគាត់លេងហាក់បីដូចជាសប្បាយមែនទេណាបងអូនហ្នឹងហើយចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងចង់បញ្ចប់ខ្ញុំបង្រៀនតហើយចាអរគុណច្រើនជម្រាបលាគូទី4ជួយគូទី4ចូលជួយរមមកចាប់